គោរពជំរាបសួរបងប្អូនទាំងអស់គ្នាអ្នកដែលតែងតែចូលចិត្តដើរលេងចុងសប្តាហ៍ហើយអត់ដឹងថាធ្វើ blog review ក្នុងការទៅញ៉ាំអីនៅទីតាំងកន្លែងណាអញ្ចឹងមកមើលក្នុងវីដេអូរបស់មារ៉ាធិអ្វីទាំងអស់គ្នាចំពោះពេលព្រឹកឡើងនៅពេលនេះខ្ញុំមុនចេញទៅគឺកាហ្វេមុនសិននៅកាតិចកាហ្វេហើយបន្តមកទៅក៏នេះខ្ញុំនៅខាងបរិយាសនភាព2ក៏បានមកញ៉ាំកាទៀវនៅខាងដាលីងកំពត2ផងដែរកន្លែងគាត់គឺមានបាយកាទៀវនិយាយរួមទៅស៊ុបគោអីគឺមកឆ្ងាញ់អែមតែម្ដងមិនដឹងថាទៅណាអាចមកដើរលេងកំពត2បានហើយក៏មានទាខ្វៃឬក៏ស៊ុបប៉ែហ្នឹងបងប្អូនអាចមកជាគេហៅថាជំរើសឬក៏ដំណើរកំសាន្តញ៉ាំអីហើយចាំយើងទៅហើយនៅតាមផ្លូវនេះដែរគឺមានប្រជាជនជាច្រើនបងប្អូនប្រហែលជាដឹងនៅតាមផ្លូវដែលថាទៅកពតហ្នឹងប្រជាជនជាច្រើនដែលឈរចាំយកលុយឬដែលថាមានខាងលោកអ៊ំដែលគាត់ជីឡានគាត់ធ្វើទៀនទៅដល់បងប្អូនទាំងអស់គ្នាអូនិយាយពីបន្តគ្នាក្នុងការចាំយកលុយរបស់គាត់ហ្នឹងគឺច្រើនមែនតើជីឡើងឆ្ងាយហើយនៅតែមានទៀតឥឡូវមកដល់ខាងកពតហើយអញ្ចឹងនាងខ្ញុំនឹងណែនាំនៅដំណើរកំសាន្តនៅខាងភូមិកំពតកន្លែងនេះគឺជាកន្លែងគេហៅថាថ្មីស្រឡាងតែម្ដងសម្រាប់ដែលបងប្អូនខាងអ្នកធ្វើ blog ឬក៏ review ទាំងអស់បានមកហើយថ្ងៃនេះដែរក៏នាងខ្ញុំមានដូចថាពេលវេលាទំនេរក៏នាងខ្ញុំបានមកលេងនៅខាងភូមិកំពតនេះផងដែរហើយបុគ្គលិកនៅកន្លែងគាត់ហ្នឹងគឺរស់រាយរាក់ទាក់ហើយទីតាំងធំទូលាយកន្លែងចតឡានធំហើយនឹងខ្យល់អាកាសបរិយាកាសគឺស្អាតមែនតែនហើយនៅនេះផងដែរហ្នឹងគឺបងប្អូនទាំងអស់គ្នាអាចដូចថាទិញសបុតហ្នឹងគឺម្នាក់10000រៀលហើយសម្រាប់ក្មេងគឺគាត់អត់យកលុយទេហើយក្នុងសបុត10000រៀលនេះផងដែរមិនមែនថាខាងគាត់យកលុយយើងទេបងប្អូនអាចធ្វើការដូរ exchange ទៅជាជីគេហៅថាទូកកាយ៉ាក់ហ្នឹងជាមួយនឹងញ៉ាំផ្អែមក៏បានញ៉ាំតកកឈូសក៏បាននិយាយទៅនៅពេលដែលយើងយកផ្អែមកកឈូសមកញ៉ាំអង្គុយមើល relax នៅកន្លែងថាទេសភាពមាត់ដងព្រែកហ្នឹងណាកាលពីមុនណានាងខ្ញុំនៅខាងកពតហ្នឹងនាងខ្ញុំអត់សូវចូលចិត្តមកដោយសារអីគេទី1ទៅលើផ្លូវទី2ទៀតពេលដែលមកដល់មិនដឹងថាមកលេងកន្លែងណាដូចជាវាពិបាកក្នុងការទៅលេងនេះលេងនោះតែឥឡូវនេះគឺនៅខាងកពតហ្នឹងគឺគេអភិវឌ្ឍខ្លាំងមែនតែនគេហៅថាទី1គឺមានគេហៅថាសេះសមុទ្រហ្នឹងជាមួយនីលកាហើយនឹងគេហៅថាបាញ់ទឹកគេហៅថានេះបាញ់ទឹករបស់គេហ្នឹងគឺស្អាតអញ្ចឹងទៅដល់ពេលហើយឥឡូវរមណីយដ្ឋាននៅខាងកំពតហ្នឹងក៏វាដើរគ្រប់កន្លែងហើយម្យ៉ាងទៀតបងប្អូនទាំងអស់គ្នាតែងតែដឹងថាម្នាក់តែងតែមានគេហៅថាមានសម្ពាធរៀងខ្លួនអញ្ចឹងនៅពេលដែលយើងខំទៀតវាអាចទៅវាថាវាដាច់វាដូចថាវាងាងពេកទៅអីពេកទៅអញ្ចឹងក៏សូមលើកទឹកចិត្តដល់បងបរោះហើយនឹងដូចថាគួរណាចំណាយពេលឈៀតពេលសម្រាប់ភរិយាកូននាំពួកគាត់មកដើរលេងដើម្បីខ្លួនយើងដូចថាផ្លាស់ប្ដូរបរិយាកាសហើយអាចនិយាយរឿងក្នុងចិត្តឬក៏យើងអាចនិយាយថាបន្តយក power កម្លាំងគេហៅថាសាក់ថ្មជីវិតណាហើយបុគ្គលិកគាត់នេះក៏បានជំរាបសួរទៀតដែរឥឡូវក៏បានយកសបុតមកដូរខាងផ្អែមនេះផងដែរផ្អែមគាត់នឹងមានច្រើនមុខមានតាំងពីចេកខ្ទិះនឹងចូលចិត្តក៏ដាក់អាសណ្ដែកអីឆ្ងាញ់ណាស់នាងខ្ញុំចូលចិត្តមែនតើហើយពេលម្ដងអូយកអូនយកហ្នឹងមើលកក់មួយតែមុនយកហ្នឹងសុំមើលទៀតមានអីទៀតអត់ហើយក៏មានជាសណ្ដៅផ្អែមសណ្ដៅហើយក៏មានជាគេហៅថាបាញ់ជំនឿប៉ុន្តែអ្នកខ្លះក៏គេមិនហៅបាញ់ជំនឿហៅថានំអ៊ីអីដូចគេផ្សាយនំអ៊ីគេណាហ្នឹងហើយហើយនេះគេហៅថាតៅស្រន់អញ្ចឹងទៅអូយ my favorite son ដល់ម្ដងកូនប្រុសនាងខ្ញុំហ្នឹងគឺពេញចិត្តតែម្ដងជាមួយនឹងតៅស្រន់ឆាខ្វៃហើយក៏បានលើកណែអាចចូលចិត្តមុនគេណាអាចចេះខ្ទិះនេះមានសណ្ដែកអូនិយាយជាតិនោះបងប្អូនអូយអ្នកណាដែលថាមកចង់មកលេងនៅកំពតណាកុំភ្លេចចូលមកខាងភូមិកំពតណាហើយទីតាំងមានទូកមានកន្លែងដូចថាអង្គុយលេងមានកញ្ចុះហើយវាមានដូចថាអាហារតាមពីព្រឹកថ្ងៃល្ងាចចង់ខ្មែរចង់បរទេសហើយនិយាយរួមទៅគឺច្រើនមុខតែម្ដងអាចជាជំរើសសម្រាប់បងប្អូនអញ្ចឹងបើសិនជាមិនដឹងទៅទីណាទេអាចមើលនៅក្នុងវីដេអូ Page Mara Takeaway Food បានគឺគ្រប់មុខគ្រប់រសជាតិតែម្ដងអរគុណចំពោះការតាមដានទស្សនាសង្ឃឹមថាជួបគ្នានៅឱកាសក្រោយទៀតបាយបាយ